ទ្វារអត្រីសាគរគឺជារចនាបថបែបបរទេសស័ក្តិសមជាមួយនឹងសំណង់ដែលជាលក្ខណៈបែបបរទេសផងដែរសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់រចនាបថបរទេសទ្វារអត្រីសាគរនេះគឺដឹងតែត្រូវម៉ាច់តែម្ដងទ្វារនេះគឺមានចំណុចពិសេសច្រើនមែនតើបើនិយាយពីរយៈពេលនៃការធ្វើក៏យូរគួរសមណាស់ដែរហើយពុកម៉ែបងប្អូនដឹងទេទ្វារមួយនេះគឺដាក់នៅឯនាយសមុទ្របើតាមខ្ញុំដឹងពុកម៉ែបងប្អូនដែលរស់នៅខាងប៉ែកសមុទ្រនៅពេលដែលគាត់ប្រើទ្វារដែកគឺគាត់បារម្ភអំពីគុណភាពមែនតើនៅទីនោះគឺអាកាសធាតុប្រែប្រួលហើយចំហាយទឹកសមុទ្រគឺងាយធ្វើឲ្យដែកច្រេះសួរថាទ្វារអត្រីសាគរនេះវាអាចនឹងច្រេះដែរអត់បើសិនវានៅនាយសមុទ្រដែរអញ្ចឹងពុកម៉ែបងប្អូនទឹកសមុទ្រពិតជាខ្លាំងណាស់ដែកណាក៏អាចច្រេះដែរពុកម៉ែបងប្អូនប៉ុន្តែបើសិនជាយើងធ្វើដោយមានជំនាញច្បាស់លាស់ហើយនឹងការប្រើប្រាស់ថ្នាំដែលមានគុណភាពខ្ពស់ប្រកាសជាអាចរក្សាបានគុណភាពយូរអង្វែងមិនងាយច្រេះហើយក៏មិនងាយមានបញ្ហាគុណភាពដែរលើសពីនឹងក្រុមហ៊ុនមានហេរចនាគឺមានប្រព័ន្ធការពារច្រេះយ៉ាងត្រឹមត្រូវបានលាងសម្អាតភាពច្រេះរបស់ដែកមុនពេលធ្វើការបាញ់ថ្នាំនិងយកទៅបំពាក់ជូនដល់អតិថិជនផងដែរអញ្ចឹងពុកម៉ែបងប្អូនឈប់បារម្ភទៅអំពីបញ្ហាគុណភាពបញ្ហាច្រេះរួមទាំងសុវត្ថិភាពព័ត៌មានលម្អិតពុកម៉ែបងប្អូនអាចទាក់ទងមកកាន់ក្រុមហ៊ុនមានហេរចនាតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះចង់ប្រើទ្វាររបងដែកស្មិតដែលមានគុណភាពខ្ពស់កុំភ្លេចវិនហេងរចនា